xong còn hai phê xiêm á khó còn từ trăm á tầm ọc nửa tân tiệp ông mẹ ra mô tả phiếp đây còn bàn thà nhưng bàn côn chơi đăng thay ra xa để thà chia bắp thò chiếtការងារដែលពាក់ព័ន្ធទៅនឹងការផលិតឧបករណ៍ភ្លេងខ្មែរបច្ចុប្បន្នយើងពុំសូវជួបប្រទះបងប្អូនខ្មែរយើងផលិតច្រើននោះឡើយព្រោះថាជំនាញនេះទាមទារភាពប៉ិនប្រសប់ការអត់ធ្មត់ទេពកោសល្យនិងក្បួនច្បាប់ផងដែរដូច្នេះប្រសិនបើអ្នកផលិតមានការយល់ដឹងមិនច្បាស់លាស់នោះទេប្រកាសជាផលិតផលមិនអាចសម្រេចបានល្អនោះឡើយដោយឈលលើគោលការណ៍ច្បាស់លាស់ប្រកបប្រជានឹងយល់ដឹងពីការងារទាំងអស់នេះទូលំទូលាយយ៉ាងដូចនេះហើយទើបអតិថិជនមកធ្វើការកម្មងទិញនូវឧបករណ៍ភ្លេងខ្មែរក៏ដូចជាសម្ភារៈដទៃទៀតដែលផលិតចេញពីស្ពាន់ពីសិប្បកម្មផ្ទះខ្មែរម៉ាច់មួយមិនដាច់រយៈនោះឡើយជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះក្រុមរបស់ពួកយើងសូមធ្វើការបង្ហាញអំពីខ្សែវីដេអូបទយកការខ្លីមួយពីម្ចាស់ផ្ទះសិប្បកម្មខ្មែរម៉ាច់មួយផលិតឧបករណ៍ភ្លេងខ្មែរនិងចាក់ព្រះស្ពាន់ដែលស្ថិតនៅក្នុងភូមិព្រះកិលឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺដូច្នេះសូមគោរពអញ្ជើញលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាទស្សនានៅទិដ្ឋភាពក្នុងសិប្បកម្មផលិតឧបករណ៍ភ្លេងខ្មែរម៉ាច់មួយនិងកិច្ចសម្ភាសជាមួយលោកម៉ាច់មួយដូចតទៅលោកអ៊ំម៉ាច់មួយជាម្ចាស់សិប្បកម្មផលិតឧបករណ៍ភ្លេងបុរាណខ្មែរសពថ្ងៃលោកមានអាយុ65ឆ្នាំនិងមានកូនចំនួន6នាក់ក្នុងនោះស្រី2នាក់លោកបានបង្កើតសិប្បកម្មនេះតាមបែបលក្ខណៈគ្រួសារតាំងពីអំឡុងទសវត្សរ៍ឆ្នាំ1886ដោយចាប់ផ្ដើមទ្រង់ទ្រាយធំចន្លោះឆ្នាំ1993ដោយហេតុស្រុកទេសមានសុខសន្តិភាពឡើងវិញម្យ៉ាងមានចំណេះដឹងតពីឪពុកចិត្តស្រឡាញ់ចង់ថែរក្សាអភិរក្សសិល្បៈបុរាណខ្មែរហើយក៏យកធ្វើជារបរចិញ្ចឹមជីវិតតែម្ដងវាធឹកល្មមក្នុងឆ្នាំឡង86 87តែគាត់ណាដែលចាប់បានត្រង់ពេញធំចាប់ពីត្រឹម93មូលហេតុក្រោយពីឆ្នាំ93មកអានឹងបានន័យថាសម័យនោះស្រុកសន្តិភាពច្រើនហើយណាបានន័យថាបោះឆ្នោតខាងព្រៃខាងស្រុកអីគេរួបរวมគ្នាអញ្ចឹងយើងវិសន្តិភាពមួយចំនួនធំហ្នឹងហើយអញ្ចឹងអ៊ំបង្កើតនឹកឃើញថាសម័យនោះក៏នៅក្រដែរគាត់តែអញ្ចឹងទៅមានអារម្មណ៍មួយថាប្រទេសទៅមុខទៀតវាអាចថាមានលុយមានកាក់ចាយវិញព្រមព្រៀងទៅអញ្ចឹងអ៊ំនឹកឃើញអាមុខរបរនេះមិនមានគេធ្វើច្រើនទេចឹងអ៊ំបង្កើតឡើងនៅថាជំនាន់នោះលក់គេទិញខ្លះអ៊ំមកដល់គិតចេះធ្វើទៅបច្ចុប្បន្នក្នុងសិប្បកម្មរបស់លោកផលិតនិងទទួលធ្វើឧបករណ៍ភ្លេងខ្មែរជាច្រើនប្រភេទមិនថាឧបករណ៍ដែលស្ថិតនៅក្នុងវង់ភ្លេងពិណពាទ្យវង់ភ្លេងមហោរីវង់ភ្លេងឆៃយ៉ាំនិងឧបករណ៍ភ្លេងខ្មែរជាច្រើនទៀតពិសេសលោកមានទទួលធ្វើចម្លាក់ពីស្ពាន់ផងដែរឧបករណ៍និយាយរួមអពាក់ព័ន្ធភ្លេងបុរាណប្រពៃណីបុរាណមានភ្លេងពិណពាទ្យមានស្គរតូចស្គរធំស្គរឆៃយ៉ាំគងឃ្មោះអាគាំងឲ្យតែអតិថិជនកំងឬក៏លោកកំងបានទាំងអស់លោកអ៊ំបានបន្តទៀតថាសពថ្ងៃនេះមានការងារស្រួលជាច្រើនហើយសិប្បកម្មរបស់លោកក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនមិនតិចនោះដែរមិនត្រឹមតែប៉ុណ្ណោះក៏មានអតិថិជនបញ្ជាទិញនូវឧបករណ៍ភ្លេងបុរាណចេញទៅក្រៅប្រទេសជាច្រើនផងដែរពីដើមឧបសគ្គដែរគាត់ឧបសគ្គត្រង់ថាអត់សូវមានអតិថិជនទិញហើយគេអត់សូវដឹងឮច្រើនដល់សម័យសុខសន្តិភាពទៅពលរដ្ឋយើងស្រុកខ្មែរយើងចេះតលំទលាអ្នកខាងក្រៅប្រទេសក្នុងប្រទេសចេះមានលុយអញ្ចឹងទៅគេបានតគ្នាហ្នឹងគេរហូតដល់មកសម័យ Facebook ទៅអ៊ំលេងខ្វល់ទៅរឿងថាគេអត់ទិញមែន
លោកអ៊ំពិតជាមានមោទនភាពជាខ្លាំងការដែលបានកូនរបស់លោកមានក្តីស្រឡាញ់នៅជំនាញមួយនេះមិនតែប៉ុណ្ណោះកូនរបស់លោកមួយចំនួនថែមទាំងចេះលេងនៅឧបករណ៍ភ្លេងបុរាណខ្មែរទៀតផងដូចជារនាតស្គរខឹមនិងឧបករណ៍ជាច្រើនផ្សេងទៀតអ៊ំមានអារម្មណ៍មោទនភាពដែរក៏បានថាយើងបានកូនចេះដឹងថែរក្សាដែលថាជាវប្បធម៌ជាតិហើយយើងបានកម្រៃធូរធារដែលថាកូនមិនដើរលេងដើររកស៊ីទៅឆ្ងាយណានេះយើងនៅតែជុំវិញផ្ទះនេះចំណុចពិសេសដែលធ្វើឲ្យសិប្បកម្មរបស់លោកអ៊ំម៉ាច់ម៉ុយឈរជើងទទួលបានការគាំទ្រដ៏ច្រើននៅលោកទាំងក្នុងស្រុកនិងក្រៅប្រទេសគឺការស្មោះត្រង់យកចិត្តទុកដាក់ជាទីបំផុតនៅរាល់ការផលិតឧបករណ៍នីមួយៗចេញមកនិងទាន់ពេលវេលាផងដែរចំណុចអ៊ំពិសេសដែលអតិថិជនហើយភ្ញៀវដែលលោកទទួលស្គាល់កន្លងមកដោយសារគុណភាពយើងធ្វើយើងមិនបាត់គុណភាពដូចថាខ្លួនឯងកំងអ៊ំអញ្ចឹងយកទៅប្រើខ្លួនឯងមិនអោយខកចិត្តអាចទទួលយកបានហើយយើងធ្វើអីទៀងទាត់អានឹងជាចម្បងហ្នឹងมันអាចខ្វះបានទេលោកអ៊ំក៏មានពាក្យពេចន៍បន្ថែមទៀតក៏ដូចជាទទូចសំណូមពរឲ្យយុវជនខ្មែរយើងសិក្សាស្វែងយល់ឲ្យបានច្បាស់នៅអ្វីដែលជាជាតិសាសន៍របស់យើងអ្វីត្បិតថាសពថ្ងៃការហូរចូលនៅសិល្បៈក្រៅស្រុកតាមបែបសម័យថ្មីយើងក៏ពុំគួរឆ្លក់វង្វេងរហូតភ្លេចរបស់ខ្លួនឯងដែលល្អផូរផង់ដែលបង្កើតឡើងដោយដូនតារបស់យើងនោះដែរអ៊ំសូមផ្ដាំកូនទាំងអស់គ្នាមិនថាកូននៅកំពុងតែសភាខ្ញុំនេះមិនថាអ្នកបានចូលមើលបើទីហោថាបានមើលក្នុង Facebook YouTube TikTok អីគឺក៏ព័ត៌មានតាមទូរទស្សន៍សូមកុំហៅភ្លេងសៀមណាកូនទៅចាំទាំងអស់គ្នាតិនទៀតភ្លេងសៀមបានន័យថាសៀមវាថាយើងលួចតែការទឹកលួចសៀមនេះវាលួចយើងអានឹងនិយាយជាសាធារណៈមកបាទឈ្មោះថាភ្លេងពិនពៀតនោះវាមានស្គរវាមានរនាតវាមានគងយើងទៅសរុបមកឧបករណ៍គឺសរុបទាំងមូលមកចាំបាច់ចូលគ្នាភ្លេងឧបករណ៍ភ្លេងពិនពៀតបន្ទាប់ពីបានឃើញនិងសិក្សាស្វែងយល់ខ្លះតាក់ទងទៅនឹងឧបករណ៍ភ្លេងបុរាណខ្មែរនៅក្នុងសិប្បកម្មខ្មែរម៉ាច់ម៉ុយផលិតឧបករណ៍ភ្លេងបុរាណជាហូរហែមកនេះគួរឲ្យកោតសរសើរនៅសិប្បករខ្មែរពិសេសដូនតាខ្មែរតែម្ដងដែលមានគំនិតច្នៃប្រឌិតដ៏សម្បូរបែបបើយើងលើកឡើងតែចំពោះឧបករណ៍ភ្លេងបុរាណវិញគឺមានច្រើនណាស់កូនខ្មែរយើងមួយចំនួនសឹងតែមិនបានស្គាល់ហើយប្រហែលជាកម្របានឃើញផងតែម្ដងពេលនេះដូចជាលោកម៉ាច់ម៉ុយបានលើកឡើងថានៅពេលប្រទេសជាតិមានភាពស្ងប់សុខប្រជាពលរដ្ឋមានឱកាសនិងសិទ្ធិសេរីភាពពេញលេញបានប្រកបរបរតាមជំនាញវិជ្ជាជីវៈរៀងខ្លួនតួយ៉ាងរូបលោកជាដើមពេលនេះលោកបានចេះដឹងនៅកិច្ចការងារពីដូនតាមកក៏យកមកប្រកបរបរសម្រាប់ចិញ្ចឹមជីវិតផងហើយក៏បានបង្ហាត់បង្រៀនឲ្យកូនចៅចេះដឹងដើម្បីរួមគ្នាថែរក្សានិងអភិរក្សនៅសម្បត្តិវប្បធម៌ដូនតារបស់យើងដ៏ល្អផូរផង់នេះតរៀងទៅ